ទីបញ្ចុះសពកញ្ចក់មើលទៅឃើញសេចក្តីស្លាប់ដើម្បីរស់ប្រកបដោយតម្លៃវីដេអូនេះគឺគេបង្ហាញអំពីទីបញ្ចុះសពដ៏ប្លែកមួយនៅក្នុងប្រទេសចិនដែលមានគោលបំណងផ្ដល់នូវសារដ៏ជ្រាលជ្រៅអំពីជីវិតនិងសេចក្តីស្លាប់ដល់អ្នកដែលនៅរស់នៅក្នុងទីបញ្ចុះសពនោះសាកសពមនុស្សដែលបានស្លាប់ទៅមិនត្រូវបានគេកប់នៅក្រោមដីទាំងស្រុងនោះទេផ្ទុយទៅវិញសាកសពត្រូវបានគេតម្កល់ពីក្រោមផ្ទាំងកញ្ចក់ថ្លាវិធីសាស្ត្រនេះគឺអនុញ្ញាតឲ្យអ្នកទស្សនាអាចឃើញដោយផ្ទាល់នៅដំណើរការដែលរាងកាយរបស់មនុស្សម្នាក់យឺតវិលត្រឡប់ទៅរកធម្មជាតិវិញតាមពេលវេលានៅសល់តែឆ្អឹងទីបញ្ចុះសពនេះគឺមិនមានគោលបំណងនៅក្នុងការបំភ័យមនុស្សទេតែផ្ទុយទៅវិញវាគឺជាកន្លែងសម្រាប់ឆ្លុះបញ្ចាំងនិងជាសាររំលឹកដ៏ស្ងៀមស្ងាត់អំពីជោគវាសនាដែលមនុស្សមានជីវិតទាំងអស់ជៀសមិនរួចគឺសេចក្តីស្លាប់អ្នកទស្សនាតែងតែឈរដោយការគោរពស្ងៀមស្ងាត់ដោយសង្កេតមើលទិដ្ឋភាពជាមួយទៅនឹងអារម្មណ៍នៃការគោរពនិងភាពឱនលំទោននៅក្នុងពេលនោះពួកគេក៏ចាប់ផ្ដើមមានអារម្មណ៍ថាភាពផុយស្រួយនៃជីវិតនិងតម្លៃពិតរបស់វាសាររបស់ទីបញ្ចុះសពដ៏សាមញ្ញនេះក៏ប៉ុន្តែវាមានឥទ្ធិពលសូមចងចាំថាអ្នកគឺជាមនុស្សក៏ប៉ុន្តែមានដែនកំណត់ដូច្នេះចូលរស់នៅដោយភាពស្មោះត្រង់រស់នៅដោយមានគោលបំណងហើយបន្សល់ទុកនៅអ្វីមួយដែលមានន័យនិងស្ថិតស្ថេរជាងជីវិតរបស់អ្នកទីបញ្ចប់អ្វីដែលសំខាន់មិនមែនជារូបរាងកាយនៅក្នុងកញ្ចក់នោះទេក៏ប៉ុន្តែវាជាបេតិកភណ្ឌដែលអ្នកបានបង្កើតខណៈពេលដែលអ្នកនៅមានជីវិត